សួស្តីបងប្អូនទាំងអស់គ្នាវិលត្រឡប់មកជួបគ្នាវិញម្ដងទៀតហើយថ្ងៃនេះខ្ញុំនឹងធ្វើវីដេអូបង្ហាញអំពីរបៀបនៃការផលិតបទចម្រៀងចេញពី Google Flow Music AI ដើម្បីយើងរកលុយផុសនៅក្នុង DistroKid ឬក៏នៅក្នុង YouTube អូខេអញ្ចឹងយើងចូលមកកាន់ Google Flow Music មកជាដំបូងយើងអាចវាយ Google Flow Music យើងមកបន្ទាប់មកយើង open new tab មកចំពោះ flowmusic.app នៅពេលដែលយើង open មកវានឹងចេញផ្ទាំងបែបនេះមកណាអូខេអញ្ចឹងយើងដើម្បីទៅធ្វើវាទៅធ្វើបទចម្រៀងហ្នឹងគឺយើងចុចកន្លែង compose ហើយកន្លែង lyric នេះគឺខ្ញុំទៅយក lyric របស់យើងមកlyric នេះយើងអាចសរសេរខ្លួនឯងឬក៏យើងឲ្យ AI ធ្វើឲ្យក៏បានដែរកន្លែងនេះយើង add lyric មកចំពោះ sound describe the sound កន្លែង describe the sound យើងដាក់ដូចគ្នាដែរឥឡូវខ្ញុំឲ្យវា follow Chinese sad song ឬក៏ romantic បទចម្រៀងណាអូខេអញ្ចឹងយើងផាសចូលមកក្នុងនេះមកអញ្ចឹងយើងរងចាំបន្តិចយើងដើម្បីផ្ទៀងផ្ទាត់មើលចម្រៀងរបស់យើងណាត្រូវហើយអូខេហើយអញ្ចឹងយើងអាចចុច generate បានអញ្ចឹងខ្ញុំធ្វើការ generate តែម្ដងទៅអញ្ចឹងកន្លែងនេះយើងរងចាំវារហូតយើងរងចាំវាលូតរហូតដល់ 100% យើងនឹងផលិតបានហើយវានឹង play ឲ្យយើងស្ដាប់តែម្ដងឥឡូវយើងចុច play មកថាចម្រៀងហ្នឹងវាព្រោះមិនបានជាមួយគ្នាខ្យល់ល្ងាចបាំងមុខដូចមុនតែអូនមិននៅទីនេះទៀតសំឡេងដែលធ្លាប់ហៅឈ្មោះអូនឥឡូវនៅសល់តែភាពស្ងាត់អូនមិនដឹងថាបងនឹកឬអត់តែអូននឹករាល់ថ្ងៃបាទឥឡូវបទចម្រៀងរបស់យើងបានផលិតមករួចរាល់ហើយណាគឺថាផលិតតាម Google Flow Music ហ្នឹងវាមានសំឡេងការច្រៀងជាភាសាខ្មែរហ្នឹងគឺវាច្បាស់ជាងខ្ញុំធ្វើនៅក្នុង Google Suno AI ណាគឺនៅក្នុងនេះច្បាស់ជាងវានិយាយខ្មែរច្រៀងខ្មែរបានច្បាស់ជាងអូខេអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអញ្ចឹងសូមកុំភ្លេចចុច like share comment ហើយនិង subscribe channel របស់ខ្ញុំផងបាទសូមអរគុណ